បាទសួស្តីបងប្អូនអរគ្នាបាទនេះគឺជាប្រព័ន្ធសូឡាបូមទឹកຂະຫນាត10សេសបាទកម្លាំង10សេសភ្លើង380ហើយទឹកពី30ម៉ែត្រគីបទៅ48ម៉ែត្រគីបបាទហើយម៉ូទ័រនេះយើងប្រើជាមួយនឹង inverter VFD បាទ VFD នេះដូចយើងបានឃើញនេះគឺ11គីឡូវ៉ាត់បាទយើងប្រើជាមួយនឹងផ្ទាំងសូឡាចំនួន28ផ្ទាំងគឺសម្រាប់ម៉ូទ័រ10សេសបាទហ្នឹងហើយឥឡូវនេះយើងបានតម្លើងរួចហើយបាទហើយយើងឃើញថាកម្លាំងទឹកគឺចេញបានខ្លាំងល្អសយោ80បាទគឺពេញល្អហ្មងបាទហ្នឹងហើយសូមអរគុណបងប្អូនអរគ្នា